សូមចម្រើនពរឧបាសកដែលមានចិត្តជ្រះថ្លាក្នុងព្រះសទ្ធំដ៏បរិសុទ្ធការដែលអ្នកមានសេចក្តីប្រាថ្នាចង់ឆ្វេងយល់និងក្រេបជញ្ជក់នៅរសជាតិព្រះធម៌ឲ្យបានស៊ីជម្រៅនោះគឺជាមហាកុហលចិត្តដ៏ប្រសើររយ៉ានមិត្តអាត្មភាពនឹងដើរតួជាកល្យានមិត្តជួយពន្យល់ណែនាំនិងលើកទឹកចិត្តរូបអ្នកនៅក្នុងមាគ៌ានៃការបដិបត្តិធម៌នេះតាមលំដាប់ដោយតាមគោលនៃព្រះពុទ្ធសាសនាដូចតទៅសត្វលោកទាំងឡាយដែលអន្ទោលទៅក្នុងវាលវត្តសង្សារនេះតែងតែរត់ខ្វាយខ្វាត់ស្វែងរកសេចក្តីសុខប៉ុន្តែសេចក្តីសុខខាងក្រៅដែលកើតឡើងពីលៀបយុះសរសើរនិងសុខវេទលោកគឺជារបស់មិនទៀងទាត់មានសេចក្តីព្រួយជាធម្មតាព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ត្រាស់សម្ដែងថាសេចក្តីសុខពិតប្រាកដមិនមែនកើតឡើងពីការដេញតាមបំពេញបំណងនៃកិលេសនោះឡើយគឺកើតឡើងពីការទមានចិត្តឲ្យស្ងប់រងាប់ចាកអកុសលធម៌ទាំងពួងចិត្តដែលមិនទាន់បានពុតតម្រងរមែងរេស្វាយទៅរកអារម្មណ៍ដែលជាទីគាប់ចិត្តហោះហើរដូចជាបក្សីដែលគ្មានទ្រនំកាលណាឧបាសចាប់ផ្ដើមបង្វែរចិត្តមកសិក្សាព្រះធម៌នោះគឺជានិមិត្តនៃការរូបសាងកោះឬជាទីពឹងដ៏មាំមួនសម្រាប់ជីវិតហើយសេចក្តីសុខនិងប្រាជ្ញាស្មារតីដ៏ជ្រាលជ្រៅមិនអាចរីកដុះដាលឡើងបានឡើយប្រសិនបើគ្មានមូលដ្ឋានគ្រឹះនៃសិលធម៌សិលគឺជារបងការពារសេចក្តីខុសឆ្គងកាយនិងផ្លូវវិជ្ជាសម្រាប់ឧបហកគឺការសមាទាននិងរក្សានូវសី5 3ឲ្យបានខ្ជាប់ខ្ជួនសូមឧបមាថាផ្ទៃដីដែលពេញទៅដោយបន្លាញញញីនិងដុំថ្មរមែងមិនអាចដាំដុះមិនអាចដុះគ្រាប់ពូជឈើហូបផ្លែឲ្យលូតលាស់ល្អបានឡើយលុះត្រាតែម្ចាស់ចំការធ្វើការរាស់ដីដកបន្លានិងរើសដុំថ្មទាំងនោះចេញឲ្យស្អាតទើបដីនោះក្លាយជាដីមានជីជាតិយ៉ាងណាមិញសិលគឺដីមានជីជាតិដែលជំរះនៅវេរាពានិងអំពើអាក្រក់ចេញពីកាយវាចាកាលណាយើងមិនបៀតបៀនជីវិតសត្វមិនលួចទ្រព្យគេមិនប្រខុសក្នុងកាមមិននិយាយភូតភ័រនិងមិនសេពគ្រឿងស្រវឹងចិត្តរបស់យើងមិនមានសេចក្តីក្តៅក្រហាយមិនមានសេចក្តីភ័យខ្លាចឬអៀសចិត្តចំពោះទោសកំហុសរបស់ខ្លួនឡើយភាពស្អាតស្អំនៃចិត្តដែលកើតចេញពីសិលនេះឯងគឺជាថាមពលដ៏ត្រជាក់បណ្ដុះមនុស្សយើងនៃដីអត់ធ្មត់និងសេចទឹកដែលនៅក្នុងរបស់ខ្លួនឡើយភាពស្អាតស្អំនៃចិត្តដែលកើតចេញពីសិលនេះឯងគឺជាថាមពលដ៏ត្រជាក់បណ្ដុះឲ្យកើតមានសេចធ្មត់និងសេចក្តីស្ងប់ក្នុងចិត្តជាលំដាប់ការដែលសិលមានភាពបរិសុទ្ធហើយភារកិច្ចបន្ទាប់ការទូនមានចិត្តដែលធ្វើភាវនាចិត្តរបស់មនុស្សយើងប្រសិនបើគ្មានខ្យល់បក់បក់ទឹកនោះនឹងស្ងប់ស្ងៀមរហូតដល់យើងអាចមើលទ្រូទៅដល់បាតបឹងយ៉ាងច្បាស់លាស់ខ្យល់បក់បក់នោះគឺជារូបភាពនៃរាគចូលដាក់ដកដង្ហើមចេញចូលដែលហៅថាអានាបានសតិគឺជានិមិត្តរូបបង្កើតរបស់បង្កាំងដែលចូលបង្តាំងមកការពារចិត្តមិនឲ្យរត់ទៅអារម្មណ៍ខាងក្រៅពេលដកដង្ហើមចូលឲ្យដឹងច្បាស់ដូចច្បាស់ថាដង្ហើមចេញឲ្យដឹងដកដង្ហើមចេញការនេះស្មាធម៌ដែលមានសមាធិហើយវាមានសមាធិវាមិនគួយថ្មែងដូចភ្នែកដីសុខដ៏ទន់ភ្លន់ជាសេចក្តីសុខដែលមិនបាច់ទិញដូរទៅទ្រព្យសម្បត្តិតែជាសេចក្តីសុខរងាប់ដែលកើតងាប់នៃចិត្តផ្ទាល់សាធុ